នេះជា keyboard ប្រភេទ budget ដែលលក់ដោយបំផុតមួយនៅ Snap Studio ហើយថ្ងៃនេះពួកយើងនឹងមកធ្វើការ upgrade វាបន្ថែមទៀតជាមួយនឹង shot switch និង keycap ថ្មីប៉ុន្តែដំបូងយើងមក keyboard នេះដូររដងជាមុនសិនគឺយើងត្រូវដាក់ polyfill tape mod ឬបន្តទៅ mod stabilizer ហើយនេះជាតួឯកប្រចាំវីដេអូរបស់យើងគឺ Grow Aqua Crystal V3 ហើយពួកយើងក៏មិនបានភ្លេច comment មួយដែលបងប្រុសបាន request ផងដែរទោះបីជាពួកយើងមិនទាន់អាចនាំចូលប្រភេទ switch នេះបន្ថែមទៀតបានក៏ដោយប៉ុន្តែពួកយើងបានរកឃើញមានចំនួន66គ្រាប់ដែលនៅសល់គៀនទូក្នុងហាងដោយចៃដន្យ